បាទសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយចង់មកចែកម្លែកទៅកាន់បងប្អូនអ្នកនរគ្នាហើយចង់ផ្ញើជូនជាពិសេសនោះទៅដល់អ្នកដែលចូលចិត្តកាត់តវីដេអូជាមួយនឹងកម្មវិធី CapCut នៅលើកុំព្យូទ័រដែលពីច្រើនយើងប្រើប្រាស់នៅ effect នៅ animation ផ្សេងៗហ្នឹងគឺវាជាប់ Pro យើងអត់អាចយកវាមកប្រើប្រាស់បានទេអញ្ចឹងបើសិនជាយើងចង់ប្រើប្រាស់លុះត្រាតែយើងបង់ license បង់លុយឲ្យគេជាដើមហើយនៅក្នុងវីដេអូនេះគឺខ្ញុំមានពីរវិធីសាស្ត្រមួយដែលយើងអាចប្រើប្រាស់នៅ live ប្រើប្រាស់នៅ effect animation ហ្នឹងដោយ free ដែលមិនចាំបាច់ទៅបង់ license តែត្រូវបង់លុយគេមួយខែ10រៀលឬ20រៀលជាដើមហ្នឹងទេចុះយើងដឹងថាខ្ញុំធ្វើបែបណាតោះមកមើលពីរបៀបដែលខ្ញុំធ្វើបងប្អូនគ្នាអញ្ចឹងដំបូងឡើយអ្នកនរគ្នាចូលមកក្នុងកម្មវិធី CapCut ហើយអ្នកគ្នាបង្កើត project មួយទៅតែសម្រាប់ខ្ញុំមាន project មួយដែលខ្ញុំបានបង្កើតហើយមួយសារនេះបើអត់មានទេអ្នកគ្នាចុច create project មកអញ្ចឹងសម្រាប់ខ្ញុំចូលទៅ project ចាស់របស់ខ្ញុំចាំតិចអញ្ចឹងនេះគឺវា load មកដាក់ថា link ទៅបទចម្រៀងនេះយើងមិនចាំបាច់ចុចក៏បានដែរយើង cancel វាមកចឹងចាំបន្តិចកំពុងតែ processing អញ្ចឹងនៃ project របស់ខ្ញុំនេះគឺខ្ញុំព្យាយាមអត់ប្រើប្រាស់នៅ effect pro ទេគឺខ្ញុំប្រើប្រាស់ effect ធម្មតាដើម្បីកុំឲ្យវាជាប់ pro ណាប៉ុន្តែនៅពេលដែលយើង export វាគឺនៅតែជាប់ pro ដដែលគឺចប់នៅបទចម្រៀងនេះហើយសួរថាបទចម្រៀងនេះខ្ញុំយកពី CapCut អត់គឺខ្ញុំអត់យកចេញពីplaying CapCut ទេនេះ playing CapCut ទាំងអស់គឺសិតតែ pro គឺយើងអត់អាចយកមកប្រើប្រាស់បានទេបើសិនចង់ប្រើលុះត្រាតែយើងបង់លុយឲ្យគេឬបង់ license អញ្ចឹងទៅអញ្ចឹងplay នេះគឺខ្ញុំយកចេញពី website មួយគឺឈ្មោះថា Pixabay នេះគឺ Pixabay.com អញ្ចឹងគឺ play ហ្នឹងខ្ញុំយកចេញពី website នេះគឺភាគច្រើនយើងដឹងហើយថា play ដែលយកចេញពី website នេះគឺ free យើងអាច download យកទៅប្រើប្រាស់បានប៉ុន្តែនៅពេលដែលខ្ញុំយក play ហ្នឹងមកដាក់នៅក្នុង CapCut បែរជាចប់ license របស់គេទៅវិញយើងអាច export វាចេញមកក្រៅបានទេអញ្ចឹងតែខ្ញុំ export វាចេញមកបានដោយរបៀបណាដំបូងគឺយើងខ្វែងវាមកយើងខ្វែង project របស់យើងវិញមកហើយមួយទៀតអ្នកគ្នាបើសិនជាចង់ដាក់ effect អីក៏បានដែរ effect pro ឲ្យយើងដាក់ឲ្យហើយមកយើងចង់ដាក់ effect pro មួយណាឬក៏ transition មួយណា transition pro ក៏បានដែរយើងដាក់ចូលទៅខ្ញុំអត់ដាក់ចូលទេថាវីដេអូរបស់ខ្ញុំប៉ុណ្នេះបានទេអញ្ចឹងបើសិនណាចង់ដាក់ចូលក៏បានដែរអញ្ចឹងបើសិនជាយើងចង់ export គឺយើងចុចខ្វែងកម្មវិធីយើងវិញមកតមកវាចេញបែបនេះអញ្ចឹងយើងត្រូវដឹងថាកម្មវិធី CapCut របស់យើងគឺភ្ជាប់ email មួយយើងភ្ជាប់ email ហើយមកតមកគឺយើងម៉ៅស្ដាំទៅលើ project របស់យើងនេះយើង upload ចូលទៅក្នុង drive របស់ CapCut ហ្នឹងខ្ញុំបង្កើត folder មួយឈ្មោះថា auto upload នេះខ្ញុំដាក់វាចូលទៅក្នុងហ្នឹងយើងចុច upload ចឹងមកចឹងក្នុងនេះគឺខ្ញុំបាន upload ហើយមួយសារហើយអញ្ចឹងខ្ញុំអត់ upload វាចូលទៅទៀតទេហើយបន្ទាប់យើងត្រូវធ្វើម៉េចគឺខ្ញុំមាននៅកម្មវិធី CapCut Crack មួយនៅលើទូរស័ព្ទដែលភាគច្រើនគឺយើងចង់ប្រើ Crack នៅលើកុំព្យូទ័រគឺយើងរត់មានទេបើមានគឺយើងមានវិធីសាស្ត្រមួយគឺ compound វីដេអូខ្លីៗម្ដងតិចហើយ compound ចំណាយពេល compound វាខ្លះមកបាន 100% គឺយូរហើយពេលខ្លះ compound មកអត់ចេញរូបភាពឲ្យយើងនេះចេញតែសំឡេងហើយ compound វែងអត់កើតទេតែវិធីរបស់ខ្ញុំនេះគឺចង់វីដេអូយើងដល់ទៅ 3G ក៏យើងនៅតែអាចធ្វើបានដែរអញ្
ចឹងខ្ញុំមាន CapCut Pro មួយនៅលើទូរស័ព្ទចឹងយើងទៅមើលនៅលើទូរស័ព្ទម្ដងបាទអញ្ចឹងនេះនៅលើទូរស័ព្ទចឹងនៅលើទូរស័ព្ទខ្ញុំមាននៅកម្មវិធី CapCut Pro មួយហើយបើសិនជាអ្នកនរគ្នាអត់ទាន់មានទេអ្នកនរគ្នាអាចតាក់ទងមកខ្ញុំបានអញ្ចឹងនៅក្នុងកម្មវិធី CapCut Pro នេះគឺយើងអាចប្រើប្រាស់បាននៅ effect animation ផ្សេងៗហ្នឹងគឺប្រើប្រាស់បានដោយ free មិនត្រឹមតែ effect ទេសូម្បីតែ template ផ្សេងៗនេះគឺយើងក៏អាចប្រើប្រាស់បានដោយ free ដែរហើយយើងឃើញសញ្ញាពេជ្រនេះគឺសិតតែត្រូវបង់ license នៃគេហើយប៉ុន្តែនៅក្នុង CapCut នេះគឺយើងអាចចូលមកប្រើប្រាស់ template ទាំងអស់ហ្នឹងឬក៏ដូចជាយើងកាត់តវីដេអូផ្សេងៗក៏យើងអាចប្រើប្រាស់នៅ effect ប្រើប្រាស់នៅ animation ដូចជាពុម្ពអក្សរផ្សេងៗហ្នឹងបានដោយ free ដែលយើងមិនចាំបាច់បង់ license ទេអញ្ចឹងទៅពេលយើង download កម្មវិធីហ្នឹងមកហើយគឺយើងចុចទៅកន្លែងរូបមនុស្សនេះអញ្ចឹងដូចខ្ញុំបានប្រាប់មិញអញ្ចឹងគឺយើងត្រូវភ្ជាប់នៅ email នៅលើ computer ក៏យើងភ្ជាប់ email ហ្នឹងនៅលើជាស្រ័យនៅលើ CapCut នេះក៏យើងភ្ជាប់នៅ email ហ្នឹងដូចគ្នាអញ្ចឹងបន្តមកទៀតយើងចុចទៅលើពាក្យថា edit ហើយយើងចុចទៅសញ្ញាព្រួយនៅខាងស្ដាំនេះហើយយើងចុចពាក្យ space ដែលគេដាក់នៅខាងក្រោមថា upload and manage your projects អញ្ចឹងយើងចុចកន្លែងហ្នឹងមកហើយយើងចូលទៅក្នុងត្រាយរបស់ CapCut នេះអញ្ចឹងបើខ្ញុំបាន save វាទៅក្នុង auto upload ហើយយើងឃើញនេះនៅពេលដែលយើង upload នេះចំនួនប្រមាណទាំងអស់ 8G ប៉ុន្តែខ្ញុំទៅ upload បានត្រឹមតែ 600 មេទេអញ្ចឹងនៅសល់ជាង 7G ទៀតយើងអាចប្រើបានយើង upload បានណាអញ្ចឹងយើងចូលទៅក្នុង auto CapCut មកនេះជា project របស់ខ្ញុំយើងចុចទៅលើ project ដែលយើង upload នៅលើ computer មិញហ្នឹងហើយយើងឃើញបែបនេះដោយសារតែខ្ញុំបាន download នៅ project ហ្នឹងមកហើយអញ្ចឹងវានឹង load ពាក្យថា edit បើសិនអ្នកគ្នាអត់ទាន់បាន download ទេអ្នកគ្នាចុចពាក្យ download មកអញ្ចឹងយើងនៅពេល download ហើយយើងចុចពាក្យ edit អញ្ចឹងមកតបមកវានឹងចូលមក project នេះហើយអញ្ចឹងនៅលើ computer sound នេះគឺចប់ pro យើងអត់អាចប្រើប្រាស់បានទេប៉ុន្តែនៅលើកម្មវិធី CapCut លើទូរស័ព្ទដៃនេះគឺមានហើយពីច្រើននៅលើ computer គឺគេអត់មានមិនថាអត់មានទេមានប៉ុន្តែគឺបើតាមខ្ញុំរកគឺអត់ឃើញរកអត់មានសម្រាប់នៅ CapCut Crack ឬក៏ CapCut ដែល Pro ណាតែយើងអត់ត្រូវបង់ license គឺអត់មានទេតែសម្រាប់ទូរស័ព្ទគឺខ្ញុំរកឃើញមានច្រើនប៉ុន្តែ software មួយនេះគឺល្អយើងអាចយកមកប្រើ effect ទាំងអស់ animation ទាំងអស់ហើយពុម្ពអក្សរផ្សេងៗសម្បីតែប្រើ AI នៅលើ CapCut ហ្នឹងក៏ប្រើប្រាស់ដោយ free ដែរអញ្ចឹងអ្នកតើគ្នាចូលចិត្តកាត់នៅលើទូរស័ព្ទយើងមិនបាច់ចាំទៅប្រើ computer ក៏បានដែរតែអ្នកគ្នាចូលចិត្តកាត់តនៅលើ computer ដូចខ្ញុំអ្នកគ្នាអាចចូលទៅធ្វើដូចខ្ញុំអញ្ចឹងមកអញ្ចឹងបន្តមកទៀតនោះគឺនេះដូចជាស្រ័យវាជាប់អញ្ចឹងសំបីតែ watermark ក៏យើងអាច remove វាចោលបានដែរ watermark ដែលភាគច្រើនយើងបង្កើត project មកគឺវាជាប់ watermark CapCut នៅកន្លែងនេះអញ្ចឹងយើងអាចបិទឬក៏ remove watermark នឹងចោលបានហើយយើងអាចដាក់នៅ animation បន្ថែមទៀតក៏បានដែរតែសម្រាប់ខ្ញុំបាន edit នៅលើ computer ហើយអញ្ចឹងនាពេលដែលយើងចូលមកយើងគ្រាន់តែចុចពាក្យ export នេះមកគឺយើងអាច export វាចេញមកក្រៅបាន 100% ហើយតែដោយសារតែខ្ញុំបាន export វាហើយមួយសារអញ្ចឹងខ្ញុំអត់ export ទេនេះជា result អូខេអញ្ចឹងបើសិនជាអ្នកគ្នាពេញចិត្តនៅវីដេអូរបស់ខ្ញុំអ្នកគ្នាអាចជួយចុច like subscribe អ្នកមួយបានហើយអរគុណសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំពីដើមដល់ចប់